ប្រទេសកម្ពុជាយើងសប្តាហ៍ថ្ងៃនេះគឺជាប្រទេសមួយដែលមានភាពលេចធ្លោស្រស់ស្អាតនិងមានភាពទាក់ទាញដោយសារតែប្រទេសកម្ពុជារបស់យើងសម្បូរទៅដោយសម្បត្តិវប្បធម៌ជាតិនិងសម្បត្តិធម្មជាតិដែលតាំងនៅគ្រប់ទីកន្លែងតាមបណ្ដាខេត្តនិងក្រុងទូទាំងប្រទេសជាណាចក្រកម្ពុជានៅក្នុងនោះផងដែរមានខេត្តមួយចំនួនដែលជាកន្លែងទីតាំងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាប៉ុន្តែខេត្តដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ជាតិនិងសម្បត្តិធម្មជាតិច្រើនជាងគេហើយជាប់លំដាប់ថ្នាក់ពិភពលោកគឺខេត្តសៀមរាបខេត្តសៀមរាបគឺជាខេត្តដែលមានទីតាំងនៅភាគពាយព្យនៃប្រទេសកម្ពុជាយើងហើយខេត្តនេះក៏ជាតំបន់ទេសចរណ៍ដែលបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនមកទស្សនានិងស្រាវជ្រាវនៅស្នាដៃដ៏ល្អប្រណិតរបស់ស្ថាបត្យករខ្មែររបស់យើងតាំងពីយូរលង់មកម្ល៉េះលើសពីនេះទៅទៀតឈ្មោះទីក្រុងសៀមរាបនេះមានន័យថាសៀមចាញ់សំដៅទៅលើជ័យជំនះរបស់ចក្រភពខ្មែរទៅលើកងទ័ពរបស់អាណាចក្រថៃនៅសតវត្សទី17ម្យ៉ាងវិញទៀតខេត្តសៀមរាបនេះផ្ទាល់សម្បូរទៅដោយសំណង់ប្រាសាទចាស់ៗជាច្រើនដែលបុព្វបុរសខ្មែរយើងបន្សល់ទុកឲ្យជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយនៅក្នុងនោះផងដែរក្រៅពីប្រាសាទអង្គរវត្តដែលមានភាពលេចធ្លោប្រាសាទភ្នំបាខែងក៏ជាប្រាសាទមួយដែលមានភាពលេចធ្លោនិងបានទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនកកកផងដែរជាពិសេសគឺនៅពេលសូរិយារៀបអស់ស្ដងគត់ប្រាសាទភ្នំបាខែងមានទីតាំងស្ថិតនៅលើភ្នំប៉ែកខាងជើងឈៀងខាងលិចនៃប្រាសាទអង្គរហើយត្រូវបានកសាងដោយព្រះបាទយសោវរ្ម័នទី1នៅចុងសតវត្សទី9ប្រាសាទនេះមានចម្ងាយប្រហែល1គីឡូពីទិសខាងជើងនៃប្រាសាទអង្គរវត្តហើយវាក៏មានចម្ងាយប្រហែល400ម៉ែត្រពីទិសខាងត្បូងនៃប្រាសាទអង្គរធំហើយប្រាសាទភ្នំបាខែងនេះក៏មានកម្ពស់67ម៉ែត្រផងដែរចំពោះការធ្វើដំណើរឡើងរបស់ភ្ញៀវទេសចរគ្រប់រូបពិតជាមានភាពលំបាកក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ទីទួលខ្ពស់នោះមានតែមធ្យោបាយតែមួយគត់ដែលងាយជាងការធ្វើដំណើរដោយថ្មើរជើងគឺជិះដំរីដើម្បីឡើងទៅដល់ទីទួលខ្ពស់នៃប្រាសាទភ្នំបាខែងនេះដោយងាយនៅតាមដងផ្លូវឡើងទៅប្រាសាទភ្នំបាខែងគឺអមទៅដោយព្រៃព្រឹក្សា មរគី មរគាយំអមរំពងអោបត្រសោបតាមដងផ្លូវឡើងទៅប្រាសាទភ្នំបាខែងវាបានជំរុញទឹកចិត្តអ្នកទេសចរគ្រប់រូបដែលបានមកកម្សាន្តនៅទីនេះឲ្យមានចិត្តខំប្រឹងប្រែងដើម្បីឆ្ពោះទៅកាន់កំពូលនៃប្រាសាទភ្នំបាខែងដែលជាកន្លែងទស្សនាព្រះអាទិត្យអស្តង្គតដ៏ល្បីនៅលើពិភពលោកមួយវិញទៀតនៅពេលដែលយើងឡើងទៅដល់កំពូលប្រាសាទភ្នំបាខែងមុនថ្ងៃរៀបលិចយើងអាចមើលឃើញអំពីទិដ្ឋភាពទឹកដីនៃខេត្តសៀមរាបទាំងមូលពីលើប្រាសាទបានម្យ៉ាងវិញទៀតភ្នំបាខែងគឺជាភ្នំមួយដែលមានភាពទាក់ទាញនិងមានចំណាប់អារម្មណ៍ចំណោមភ្នំ3ទៀតគឺភ្នំក្រោមភ្នំបូកនិងភ្នំគូលែនអ្វីដែលពិសេសជាងនេះទៅទៀតគឺនៅពេលថ្ងៃរៀបលិចបន្តិចម្ដងវាបានធ្វើឲ្យផ្ទៃដីខេត្តសៀមរាបទាំងមូលមានសភាពពណ៌ទឹកក្រូចដែលធ្វើឲ្យភ្ញៀវទេសចរដែលស្ថិតនៅលើកំពូលប្រាសាទមានភាពស្ងើចសរសើរនៅទស្សនីយភាពនាពេលថ្ងៃលិចនៅលើប្រាសាទភ្នំបាខែងជាងនេះទៅទៀតយើងអាចមើលឃើញនៅកំពូលប្រាសាទទាំង5របស់ប្រាសាទអង្គរវត្តពីភ្នំបាខែងនាពេលថ្ងៃលិចវាបានធ្វើឲ្យសម្រស់នៃប្រាសាទអង្គរវត្តមានភាពស្រស់ស្អាតថែមមួយកម្រិតទៀតហើយសម្រាប់ខ្ញុំផ្ទាល់ក្នុងខ្ញុំជាយុវជនខ្មែរហើយកើតនៅលើទឹកដីខ្មែរខ្ញុំមានមោទនភាពចំពោះថា
បានកើតមកលើទឹកដីខ្មែររបស់ខ្លួនហើយនឹងមានសំណង់ប្រាសាទចាស់ៗជាច្រើនដែលជារបស់ទឹកដីខ្មែរអញ្ចឹងក្នុងនាមខ្ញុំជាយុវជនម្នាក់ហើយជាតំពាំងសង្ឃរិស័យនៃប្រទេសគឺខ្ញុំមានសិទ្ធិថាចុះធ្វើការស្រាវជ្រាវហើយថ្ងៃនេះខ្ញុំបានមកដល់ប្រាសាទភ្នំបាខែងដែលជាប្រាសាទដ៏ចំណាស់មួយចំណោមក្នុងប្រាសាទទាំងអស់ហើយខ្ញុំគិតថាប្រាសាទភ្នំបាខែងហ្នឹងគឺវាមានរចនាប័ទ្មមួយដ៏គួរឲ្យយើងស្ងើចសរសើរចំពោះស្ថាបត្យករយើងពីដើមមកដែលគេបានសាងសង់ហើយនឹងទុកឲ្យពួកចំនួនខ្មែរយើងថែរក្សាយល់យ៉ាងណាដែរចំពោះក្បាច់ចម្លាក់របស់ប្រាសាទបាក់ខែងហើយនឹងការរចនាផ្សេងខ្ញុំគិតថាការរចនាមើលទៅស្អាតល្អប៉ុន្តែគ្រាន់តែថាវាបានលុបបាត់បង់អស់ខ្លះហើយអញ្ចឹងយើងគួរតែរួមគ្នាថែក្បាច់រចនាហ្នឹងដើម្បីឲ្យវានៅតទៀត Why you come here in this time for what because it's a place everybody knows this place around the world. It's really famous and beautiful. Yeah, I think it's very, very nice. Yeah, it's a beautiful view. View what View to see something and to see there something and see there something. Yeah, I like it. ភ្ញៀវទេសចរមួយចំនួនមានភាពរីករាយនិងសរសើរពីសម្បត្តិវប្បធម៌ជាតិនិងសម្បត្តិធម្មជាតិរបស់កម្ពុជាយើងមិនដាច់ពីមាត់ថាប្រទេសកម្ពុជាយើងសម្បូរទៅដោយស្ថាបត្យករដ៏ខ្លាំងក្លាតាំងពីសម័យមុនមកម្ល៉េះសរុបសេចក្តីមកភ្នំបាខែងគឺជាភ្នំមួយដែលមានភាពល្បីល្បាញក្នុងចំណោមភ្នំទាំង4ព្រោះថាភ្នំបាខែងមានចំណុចពិសេសខុសប្លែកពីប្រាសាទឬភ្នំដទៃត្រង់ថាយើងអាចមើលឃើញថ្ងៃដែលកំពុងរៀបលិចយ៉ាងច្បាស់និងទឹកដីខេត្តសៀមរាបទាំងមូលពីលើភ្នំបាខែងផងដែរដូចនេះក្នុងនាមយើងជាកុលបុត្រកុលធីតាខ្មែរយើងត្រូវតែរួបរวมគ្នាជាធ្លុងមួយហើយការពារសម្បត្តិវប្បធម៌ជាតិនិងសម្បត្តិធម្មជាតិឲ្យបានថិតថេរនិងគង់វង្សដរាបរៀងទៅដើម្បីកុំឲ្យប្រទេសនានាមកដណ្ដើមយកសម្បត្តិអ្វីពីយើងឲ្យសោះដោយពាក្យចាស់គេថាចង្កឹះមួយបាច់គេកាច់មិនបាក់តែបើយើងតែម្នាក់គេនឹងបំបាក់បានអញ្ចឹងហើយទើបឲ្យកូនខ្មែរទាំងអស់ខិតខំតស៊ូការពារទឹកដីនិងសម្បត្តិដ៏មានតម្លៃនៃប្រទេសកម្ពុជាយើងកុំឲ្យបរទេសមើលងាយ